នោះនៅពេលនេះមានសេចក្តីបំភ្លឺព័ត៌មានចេញមកហើយបងប្អូនប្រិយមិត្តលោកនាងជាទីមេត្រីបន្ទាប់ពីការបែកធ្លាយសារសម្លេងឆ្លងឆ្លើយរវាងលោកកែវដុលដែលជាអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ទៅនឹងព្រំដែនកម្ពុជាថៃជាមួយទៅនឹងអ្នកដែលពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានគណនៃ Facebook មួយដែលមានឈ្មោះថា Nadet ដែលបានដាក់ចំណងជើងថាសារសម្លេងសន្ទនាគ្នារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែតគឺលោកកែវដុលនិងឈ្មោះជួញដូរគ្រឿងញៀនដែលមានឈ្មោះច័ន្ទពៅហៅពៅហុបអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរទៅនឹងការកាងមិនបង្ក្រាបគ្រឿងញៀនសូមបងប្អូនជួយ share ឲ្យបានថ្នាក់ដឹកនាំបានឃើញផងដើម្បីកុំឲ្យមានមន្ត្រីប៉ូលីសបែបនេះនៅមាននៅក្នុងសង្គមទៀតការបង្ហោះបែបនេះហើយដែលជាហេតុធ្វើឲ្យសាធារណជនយល់ផ្សេងគ្នានៅក្នុងបណ្ដាញសង្គមតែឥឡូវនេះអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៃសំណងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃនេះហើយដែលបានរៀបរាប់នៅខ្លឹមសារទាំងស្រុងដូចតទៅសេចក្តីបំភ្លឺព័ត៌មានអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមឲ្យបានជ្រាបថានៅពេលកន្លងទៅថ្មីនេះមានគណនី Facebook មួយដែលមានឈ្មោះថា Nadet បានបង្ហោះផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថាសម្លេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនកែវដុលនិងឈ្មោះជួញដូរគ្រឿងញៀនឈ្មោះច័ន្ទពៅហៅពៅហុបអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរក្នុងការកាងមិនបង្ក្រាបគ្រឿងញៀនសូមបងប្អូនជួយ share ឲ្យថ្នាក់ដឹកនាំបានឃើញផងដើម្បីកុំឲ្យមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គមពាក់ព័ន្ធទៅនឹងករណីខាងលើនេះអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រោយពីទទួលបានព័ត៌មានខាងលើនេះថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការចាត់តាំងសមាជិកភាពក្រុមការងារធ្វើការស្រាវជ្រាវស៊ើបអង្កេតបានបញ្ជាក់ឲ្យដឹងថាឈ្មោះច័ន្ទពៅហៅពៅហុបគឺជាកម្លាំងបណ្ដាញសម្ងាត់របស់លោកវរៈសេនីយ៍តូកែវដុលដែលជាអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនចំណែកឯការចាត់ប្រកាន់ថាលោកវរៈសេនីយ៍តូកែវដុលទទួលសំណូកនោះគឺមិនពិតនោះទេចំពោះសារសម្លេងសន្ទនាគឺជានីតិវិធីរបស់នគរបាលនៅក្នុងការញុះញង់ឲ្យសហការគ្នាជាមួយនឹងកម្លាំងជំនាញដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះក្រោយពីការប្រមូលព័ត៌មានលទ្ធផលបានបង្ហាញឲ្យឃើញថាគណនី Facebook ដែលមានឈ្មោះថា Nadet បានចុះផ្សាយជាព័ត៌មានមិនពិតហើយមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំនិងអង្គភាពនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនាំឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរបច្ចុប្បន្ននេះអង្គភាពយើងខ្ញុំបាននឹងកំពុងតែមានចំណាត់ការតាមផ្លូវច្បាប់ចំពោះគណនី Facebook ខាងលើនេះអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មានធ្វើនៅប៉ោយប៉ែតថ្ងៃទី22ខែមេសាឆ្នាំ2025នេះដោយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត